ជាសាច់ជ្រូកក៏បងប្អូនសាច់ជ្រូកគឺយើងប្រើជាសាច់ស្មើមុខក៏បានឬក៏សាច់ចៃឡាំងក៏បានដែរសាច់នឹងជាខានវាជាប្រទេសស្ដាងទុកមកដុំសិនមកយើងទៅរៀបចំគ្រឿងផ្សេងទៀតសម្រាប់បន្លែហ្នឹងគឺយើងមានដូចជាតសក់យើងមានជាស្វាយសណ្តែកគួរជាមួយនឹងខ្ទឹមក្រហមអីហ្នឹងអីដែលសំខាន់ជាងគេគឺស្វាយបងប្អូនបាយឆាកាពិបើសិនជាអត់ស្វាយគឺអត់ឆ្ងាញ់ហ្មងហើយស្វាយហ្នឹងគឺអត់ជួយណាបងប្អូនយកអាខ្ចីក៏បានឬក៏រាងចាស់បន្តិចក៏បានដែរហើយសម្រាប់តសក់វិញអាហ្នឹងគឺខ្ញុំមិនសូវចូលចិត្តមែនទេបងប្អូនប៉ុន្តែគ្រាន់តែថាយើងដាក់ទៅឲ្យវាបានគ្រប់មុខអីចឹងទៅសណ្តែកគួរយើងអត់ប្រើច្រើនទេប្រើប្រហែលជាខ្ទង់5-6 ដសៃហាន់វាជាកង់ខ្លីៗអញ្ចឹងមកហើយសម្រាប់ខ្ទឹមក្រហមហ្នឹងក៏ឆ្ងាញ់ដែរបងប្អូននិយាយទៅញ៉ាំទៅគឺវាត្រូវជាតិគ្នាអញ្ចឹងណាបន្ទាប់ពីយើងធ្វើគ្រឿងក្រូចរួចរាល់ហើយអីដែលសំខាន់មួយទៀតហ្នឹងគឺជាកាពិនេះគឺខ្ញុំប្រើជាកាពិកពតដែរបងប្អូនអាហ្នឹងគឺវាអត់សូវប្រៃទេកាពិនេះគឺខ្ញុំដាក់ចិត្តកន្លះស្តាប់ព្រាបបាយហើយយើងចាក់ទឹកក្តៅបន្តិចបានហើយបងប្អូនកុំដាក់ច្រើនពេកយើងជ្រុំកាពិជាមួយនឹងទឹកនឹងឲ្យរលាយសព្វល្អហើយទុកវាមួយដុំសិនទៅខ្ញុំចៀនពងទាមុនគេបងប្អូនសម្រាប់ពងទានេះគឺខ្ញុំដាក់តែមួយគ្រាប់ទេដោយសារតែខ្ញុំធ្វើមួយចានអញ្ចឹងណាប៉ុន្តែបើសិនជាបងប្អូនញ៉ាំគ្នាច្រើនអាចថាយើងដាក់2គ្រាប់3គ្រាប់តាមនឹងទៅហើយនៅក្នុងពងទានឹងយើងបន្ថែមម្សៅស៊ុបបន្តិចម្រេចបន្តិចដើម្បីឲ្យវាមានរសជាតិសម្រាប់ការចៀននេះគឺយើងចៀនធ្វើមិនឲ្យបានស្ដើងមែនតើបងប្អូនបានយើងហាន់ទៅវាចេញតែសាច់ឆ្មាល្អបន្ទាប់ពីយើងចាក់ពងទាចូលក្នុងខ្ទះនឹងហើយយើងកលែងវាបន្តិចមកបងប្អូនដើម្បីវាបានរាងស្ដើងហើយពងទាចៀនលឿនទេបងប្អូនអត់យូរទេមើលតែឃើញថាវាឆ្អិនហើយយើងបត់វាក្របលើគ្នាអញ្ចឹងទៅពេលដែលយើងហាន់ណាគឺបានតែសាច់ឆ្មាមែនតើអានេះអ្នកលក់បាយស្រូបអីក៏គេចៀនអញ្ចឹងដែរបងប្អូនចៀនស្ដើងអញ្ចឹងទៅងាយស្រួលហាន់ហើយនេះគឺខ្ញុំប្រើខ្ទះដដែលដើម្បីឆាបាយដំបូងគេហ្នឹងគឺយើងបំពងខ្ទឹមសសិនមកបងប្អូនប្រហែលជាខ្ទង់3-4 កាពឹសមើលតែវាឡើងសបល់រៀងព្រឿងមកល្មមយើងចាក់ទឹកកាពិដែលយើងបានលាយមិញហ្នឹងចាក់ចូលហើយកូរវានៅលើភ្លើងនឹងប្រហែលជាខ្ទង់2-3 នាទីឲ្យទឹកកាពិរបស់យើងឡើងឆ្អិនអីសិនទៅចាំយើងដាក់បាយសម្រាប់បាយនេះក៏អត់ច្រើនដែរបងប្អូនប្រហែលជាខ្ទង់មួយចានចង្កឹះអីហ្នឹងយើងដាក់បាយចូលហើយឆាជាមួយនឹងទឹកកាពិហ្នឹងមកបញ្ជាក់បងប្អូនបន្តិចសម្រាប់ទឹកដែលយើងលាយជាមួយកាពិមិនបាច់ដាក់ច្រើនទេណាបងប្អូនព្រោះអីបើសិនជាដាក់ច្រើនយើងឆាទៅវាក្រស្ងួតហើយបាយហ្នឹងឆាតតែស្ងួតអញ្ចឹងមកហើយសម្រាប់បាយដែលយើងឆាជាមួយទឹកកាពិហ្នឹងអត់ប្រៃទេណាបងប្អូនរសជាតិហ្នឹងគឺប្រៃឡែមមកល្មមទេបងប្អូនអាចភ្លក់មើលទៅបើសិនជាប្រៃអាចបន្ថែមបាយតាមនឹងបានហើយក្នុងហ្នឹងគឺយើងអត់មានបន្ថែមគ្រឿងប៊ីចេងស្ករអីទៀតទេណាដាក់ទឹកកាពិសុទ្ធទៅបានហើយបន្ទាប់ពីយើងដួសបាយទុកមួយដុំហើយគឺខ្ញុំប្រើខ្ទះដដែលហ្នឹងដើម្បីឆាសាច់ជ្រូកប្រៃផ្អែមសម្រាប់ការឆាហ្នឹងគឺយើងបំពងខ្ទឹមសដូចគ្នាមើលតែវាឡើងសបល់ព្រឿងយើងចាក់សាច់ជ្រូកចូលមកឆាជាមួយនឹងខ្ទឹមនឹងតតែឆ្អិនសិនចាំដាក់គ្រឿងចូលសម្រាប់ស្ករគឺខ្ញុំប្រើជាស្ករត្នោតមួយចុងស្លាបព្រាប៉ុន្តែបើសិនជាបងប្អូនអត់មានទេប្រើស្ករសធម្មតាក៏បានដែរគ្រាន់តែថាស្ករត្នោតគឺវារាងឆ្ងាញ់ជាងបន្ទាប់ពីនឹងមកបានខ្ញុំបន្ថែមទឹកត្រីចិត្តកន្លះស្លាបព្រាបាយហើយនេះគឺជាស៊ីអ៊ីវខាប់យើងដាក់ទៅដើម្បីឲ្យពណ៌ឆារបស់យើងនឹងវាឡើងក្រហមស្អាតហើយចុងក្រោយគេនឹងគឺជាប៊ីចេងខ្ញុំដាក់កន្លះស្លាបព្រាកាហ្វេប៉ុន្តែបើសិនជាបងប្អូនអត់ញ៉ាំទេមិនបាច់ដាក់ប៊ីចេងក៏បានដែរជាងឆាចូលគ្រឿងក្រូចទាំងអស់នឹងឲ្យចូលជាតិសព្វល្អហើយបងប្អូនភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់ខ្ញុំនេះគឺខ្ញុំបន្ថែមទឹកត្រីបន្តិចទៀតបងប្អូនដោយសារតែវារាងស្ទើរប្រៃអញ្ចឹងណាសម្រាប់រសជាតិនេះគឺយើងយកវារាងដិតបន្តិចមកបងប្អូនគឺរាងប្រៃហើយនឹងផ្អែមបន្ទាប់ពីនឹងមកគឺយើងមករៀបចំដាក់ចានហ្មងដែលយើងមានដូចជាពងទាដែលយើងបានហាន់ជាតសៃឆ្មាហ្នឹងបន្ទាប់មកយើងមានជាសាច់ជ្រូកឆាប្រៃផ្អែមដែលយើងបានឆាឆ្អិនហើយមុននឹងយើងមានជាស្វាយដែលយើងឆូតជាតសៃឆ្មាតសក់ខ្ទឹមក្រហមសណ្តែកគួរម្ទេសហើយចុងក្រោយគេនឹងគឺយើងរោយស្លឹកខ្ទឹមបន្តិចមកតែប៉ុណ្្នឹងមកបាយឆាកាពិរបស់យើងគឺរួច